រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់រងការបាក់ស្រុតច្រាំងទន្លេយ៉ាងធ្ងន់ធ្ងរគណៈសកម្មភាពបូមខ្សាច់នៅតែបន្តយ៉ាងសកម្មថ្ងៃទី10ខែសីហាឆ្នាំ2026ផ្អើលតំបន់រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់បន្ទាប់ពីមានករណីបាក់ស្រុតច្រាំងទន្លេយ៉ាងគំហុកនិងគួរឲ្យរន្ធត់បំផុតកាលពីថ្ងៃទី9ខែសីហាឆ្នាំ2026ដោយបានលេបត្របាក់ដីក្បាលជ្រួយបាត់បង់ទាំងស្រុងក្នុងរយៈពេលត្រឹមតែជាង1ម៉ោងប៉ុណ្ណោះយោងតាមប្រភពព័ត៌មានពីគណនីឈ្មោះផាន់កូសូលវិកឆេតព្រមទាំងវីដេអូស្តែងពីកន្លែងកើតហេតុបានបង្ហាញឲ្យឃើញពីទស្សនវិជ្ជាដីច្រាំងទន្លេយ៉ាងធំរួមទាំងដើមឈើនិងសំណង់តូចៗក្បែរមាត់ទឹកត្រូវបានបាក់ស្រុតចូលទៅក្នុងផ្ទៃទឹកទន្លេដែលកំពុងហូរគំហុកហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនិងក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងអាជីវករដែលកំពុងប្រកបរបរនៅក្បែរតំបន់នោះប្រភពដដែលបានគូបញ្ជាក់ថាគ្រោះមហន្តរាយនៃការបាក់ស្រុតដីនេះមិនមែនជារឿងចៃដន្យទាំងស្រុងនោះទេដោយបច្ចុប្បន្នតំបន់រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់កំពុងតែប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសកម្មភាពសាឡង់ដែលកំពុងសម្រុកបូមខ្សាច់យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រនោះសកម្មភាពនេះត្រូវបានគេសង្ស័យថាជាមូលហេតុចម្បងដែលធ្វើឲ្យបាត់បង់លំនឹងដីខាងក្រោមនិងបណ្ដាលឲ្យមានការបាក់ច្រាំងយ៉ាងធ្ងន់ធ្ងរបែបនេះជុំវិញបញ្ហានេះប្រជាពលរដ្ឋនិងមហាជនទូទៅកំពុងអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចនិងក្រសួងពាក់ព័ន្ធមេត្តាចុះអន្តរាគមន៍ពិនិត្យមើលផ្លូវច្បាប់និងផលប៉ះពាល់បរិស្ថាននៃសកម្មភាពបូមខ្សាច់ទាំងនោះជាបន្ទាន់ដើម្បីទប់ស្កាត់ការបាត់បង់ដីធ្លីបន្ថែមទៀតនិងសង្គ្រោះរមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយមមួយនេះមុនពេលរងការខូចខាតរលាយបាត់រូបរាងទាំងស្រុងឧបត្ថម្ភដោយ CP ឲ្យលក់កុំព្យូទ័រទីតាំងផ្សារសំណង់12ទូរស័ព្ទលេខ010 060 061 66 2269អត្ថបទនិងវីដេអូនេះផលិតដោយអង្គភាពសារព័ត៌មានមួយរៀលអត់សល់ទេអស់ហើយអើ